Ok, số đây để tụi con khía. Ở trong video nàyខ្ញុំសូមធ្វើការបង្ហាញទៅទៅនឹងការកំណត់អាឡាមនៅពេលដែលមានអ្នកឆ្លងកាត់ទីតាំងដែលយើងកំណត់ហ្នឹងឲ្យវាអាឡាមចូលទៅកាន់ឧបករណ៍ហ្នឹងហើយអ្នកដែលឆ្លងកាត់គាត់អាចនឹងមានការភ្ញាក់ផ្អើលផ្សេងៗអញ្ចឹងខ្ញុំកំណត់លើ channel លេខ1នេះខ្ញុំនឹងគូសការកំណត់ហ្នឹងនៅចំណុចម៉ូតូអូខេអញ្ចឹងយើងចូលកំណត់មកយើងចូល settingចឹងនៅលើក្បាលម៉ាស៊ីនឬក៏ក្បាលម៉ាស៊ីន NVS ហ្នឹងគឺយើងបានកំណត់យើងត្រូវកំណត់ intelligent detection ហ្នឹងអូខេអញ្ចឹងមុននឹងខ្ញុំធ្វើការកំណត់ខ្ញុំសូមឲ្យអ្នកនរគ្នាមកមើលជាមួយនឹងក្បាលម៉ាស៊ីនខ្ញុំអញ្ចឹងអានេះគឺជាក្បាលម៉ាស៊ីន NVS Hikvision ហើយអានេះខ្ញុំបានភ្ជាប់ទៅកាន់ modem របស់ Bitphone នេះចឹងវាមានខ្សែ network មួយហើយភ្ជាប់ទៅ network របស់ NVS ចឹងយើងមើលចំណុចទី1កន្លែង power ទី2កន្លែង storage ទី3កន្លែង cloud ហើយនិង Wi-Fi តាកតង SIM ហ្នឹងគឺអត់មានទេអ្នកនរគ្នាចឹង model ក្រោយមកគេផលិតគេអាចនឹងដក option ហ្នឹងដោយសារវាមាន slot ដែរតែ slot វាប្រើ SIM អត់កើតទេអូខេអញ្ចឹងយើងត្រឡប់ទៅកាន់Hekinic របស់យើងវិញអញ្ចឹងយើងចូលមកលើកាមេរ៉ាហ្នឹងមកហើយយើងយកកន្លែង setting ដោយសារយើងចង់កំណត់លើកាមេរ៉ាអញ្ចឹងយើងចូលកន្លែង intelligent ហ្នឹងបន្ទាប់មកយើងចូលដោយសារកាមេរ៉ារបស់ខ្ញុំមាន2កាមេរ៉ា GLDF ហ្នឹងស្មើនឹង dome ហ្នឹងហើយ GF BT ហ្នឹង bullet ហ្នឹងទៅអញ្ចឹងខ្ញុំកំណត់យកកំណត់កាមេរ៉ាលេខ1ចឹងឥឡូវ default ពេលខ្លះទៅវា full វាគូស full តែនេះខ្ញុំអត់ទាន់បានកំណត់ទេអូខេមួយទៀតបើអ្នកទាំងអស់គ្នាមិនចង់ឲ្យមានការរំខានញ៉ៃយើងអាចបិទវាចោលចឹងក៏បានដែរវាអត់អីទេតែបើយើងចង់កំណត់ឧបករណ៍របស់យើងនឹងឲ្យវានៅពេលដែលមានសកម្មភាពឆ្លងកាត់កន្លែងហ្នឹងឲ្យវាលោតចូលទូរស័ព្ទហើយនឹងឲ្យវាស្រែកទៅកាន់ឧបករណ៍ហ្នឹងដើម្បីឲ្យអ្នកដែលគាត់នៅក្បែរហ្នឹងមានការភ្ញាក់ផ្អើលឧទាហរណ៍បើចង់លួចម៉ូតូឬចង់លួចឡានអីយើងអញ្ចឹងទៅដល់ទីតាំងដែលយើងគូសទៅវាស្រែកអាឡាមទៅអាចឲ្យធ្វើឲ្យចហ្នឹងផ្អើលអីចឹងអញ្ចឹងយើងចុចបើក motion detection មកវិញអូខេអញ្ចឹងទាក់ទងនឹង detection area យើងកំណត់ area មក area យើងកំណត់ឧទាហរណ៍ថាខ្ញុំកំណត់យកកន្លែងម៉ូតូហ្នឹងនេះឧទាហរណ៍ថាកន្លែងម៉ូតូហ្នឹងនៅពេលដែលមានសកម្មភាពទៅប៉ះចំចំណុចដែលយើងគូសហ្នឹងគឺវានឹងលោតអាឡាមចូលទៅកាន់ឧបករណ៍ហ្នឹងតែម្ដងអញ្ចឹងយើងសែវមកអូខេបន្ទាប់មកទៀតយើងមើល detection target ថាយើងចង់ឲ្យវា detect បានទាំងមនុស្សឬក៏ស្អីចឹងអញ្ចឹងគោលដៅគឺយើងយកតែមនុស្សទេនៅពេលដែលមានមនុស្សឆ្លងកាត់វានឹងលោតអាឡាមចូលតែម្ដងមួយទៀតយើងអាចយក human and vehicle ទាក់ទងនឹងមនុស្សហើយតាកតងនឹងស្អីបើបោផ្សេងៗហ្នឹង vehicle ហ្នឹងឯងអញ្ចឹងយើងយក only human only អូខេហើយចំណុចនេះគឺបើយើងមិន enable អា function audio សំទោសយើងចូលមុនគឺ sensitive វិធីនេះចូលកន្លែងចំណុចនេះមកអញ្ចឹងយើងកំណត់អញ្ចឹងបើមានសកម្មភាពហ្នឹងវាមានសកម្មភាពនឹងប្រមាណភាគរយទៅបើវាអាឡាមអញ្ចឹងជាទូទៅវា default គឺ medium ណាអញ្ចឹងយើងយកវា80ទៅ100យកល្អយក80មកជាការ recommend គឺវា80គឺវាមានការ detect បានល្អអញ្ចឹងអូខេបន្ទាប់មកទៀតអ្នកនរគ្នាត្រូវតែបើក audio warning នេះសុំទោស audio warning link act បើមិនបើកទេវាអាចអាឡាមទៅកាន់ឧបករណ៍កាមេរ៉ានឹងទេអញ្ចឹងដំបូងខ្ញុំសុំធ្វើតេស្តមួយសិនមុននឹងខ្ញុំមិនទាន់បើកទេអូខេអញ្ចឹង default វា alarm sound គឺ siren alarm ណាអញ្ចឹងខ្ញុំយកតែមួយទេអត់ចង់វាលឺច្រើនដងខ្លាចវាលឺច្រើនដងមានការរំខានវិញអានឹងទី1តែបើយើងដាក់នៅកន្លែងដែលស្ងាត់យើងដាក់ឲ្យលឺច្រើនដងទៅវាលើកមានដល់7 8ដងនេះចុចបានច្រើនដងទៀតអញ្ចឹងខ្ញុំតេស្តអញ្ចឹងខ្ញុំយកតែមួយទេដោយសារវារឿងថ្លង់ដែរអញ្ចឹងជាស្រ័យចេះយើងសែវមកអញ្ចឹងបន្ទាប់មកយើងតេស្ត
dương test nó nhé dương test sẵn ok anh ấy cứ ti tăng để nhom test nè nó biết để nhom đa rồi có miền cam phep ấy tích nó lơ một tô nó cứ về load tìm rồi chẳng nó lơ nó cứ việc khởi những việc ở miền cam phep ấy nó lơ camera để việc lưu lên đấy chẳng việc ban term là alert một căn hay connect bao giờ để chẳng dương tập lọc từ vĩnh dương cùng nót ói về load nó lơ camera chẳng dương cho intelligent detection từ đó cho camera link môi từ đó chẳng dương ba ô vô warning link ấy hay dương bơ ô đi vô thẹp một đoạn tiền bố dương vô chỉ một hết giờ rán vì miền chỉ một hết warning this strict area vì miền tràn một tiết bà cái lên này chỉ cái lên play cho rồi có chọn cho ấy muối nó phải đem nước son cắt oi về xe vào khám này đâyแต่នេះយើងដាក់កន្លែង critical អញ្ចឹងយើងដាក់ការពារទ្រព្យសម្បត្តិរបស់យើងអញ្ចឹងវាយើងដាក់យកជា warning ឬជា siren អញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយក siren យក warning district area នេះអូខេ save អញ្ចឹងខ្ញុំយកឲ្យវា play 2 ដងចុះអូខេអញ្ចឹងយើង save ថាប៉ុណ្ណឹងមកបន្តមកទៀតយើងទៅប៉ះម្ដងទៀតហើយអូខេនេះនេះអូខេលឺអត់លឺនេះចឹងកាមេរ៉ានេះវានៅនេះនេះកាមេរ៉ាចឹងខ្ញុំតេស្តកាមេរ៉ានៅលើហ្នឹងទេអញ្ចឹងឥឡូវខ្ញុំធ្វើការទៅប៉ះវាម្ដងទៀតអូខេអញ្ចឹងកាមេរ៉ា Hikvision model នេះគឺលុយមែនទែនអ្នកនរគ្នាអូខេអញ្ចឹងត្រឡប់ទៅ Hikvision វិញអញ្ចឹងវាផ្ដល់ភាពងាយស្រួលចំណុចហ្នឹងអ្នកនរគ្នានៅពេលដែលមានយើងចង់កំណត់នៅទីតាំងណាមួយអញ្ចឹងមានអ្នកដើរឆ្លងកាត់នៅទីតាំងហ្នឹងគឺវាអាឡាមឲ្យយើងដឹងភ្លាមៗហ្មងអញ្ចឹងអានេះយើងអាចការពារមួយទៀតបើយើងអត់ចង់កំណត់អញ្ចឹងទេកុំឲ្យមានការរំខានណាយើងអត់ចង់កំណត់កុំឲ្យវា full គូសដូចខ្ញុំគូសមុនហ្នឹងទៅអាហ្នឹងគឺវាអត់សូវមានការរំខានទេអញ្ចឹងយើងអាចគូសតែមួយកន្លែងណាតូចមួយអញ្ចឹងទៅកុំឲ្យវាឧទាហរណ៍ថាកន្លែងហ្នឹងបើកន្លែងហ្នឹងមានការឆ្លងកាត់ច្រើនយើងកុំគូសវាឬកុំអីវាអញ្ចឹងតែបើកន្លែងហ្នឹងឧទាហរណ៍កន្លែងហ្នឹងដាក់ឡានដាក់ម៉ូតូឬក៏ដាក់ទ្រព្យសម្បត្តិអីមួយអញ្ចឹងយើងគូសយកតែមកប៉ុណ្្នឹងទៅបើមានការទាញឬក៏មានការកែប្រែនៅលើហ្នឹងគឺវានឹងអាឡាមឲ្យយើងដឹងភ្លាមៗមកហើយមួយទៀតយើងអាចយកជាលក្ខណៈសញ្ញា alert បើយើងអត់ចង់ឲ្យលឺខ្លាំងក៏បានដែរបើមួយទៀតបើយើងចង់ថាលក្ខណៈថា critical ខ្លាំងហ្មងយើងយកសលេង siren ទៅល្អឥឡូវខ្ញុំឧទាហរណ៍ siren វិញ default យក default អ្នកនរគ្នាអូខេនេះអញ្ចឹងម្ដងទៀតមកយើងចូល line ម្ដងទៀតនេះហ្នឹងលឺមកហ្នឹងលឺ critical ខ្លាំងពេលដែលមាននេះឆ្លងកាត់កន្លែងហ្នឹងគឺវាអាឡាមហ្មងអូខេអញ្ចឹងវីដេអូ testing ខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតទាក់ទងនឹងឧបករណ៍កាមេរ៉ាប្រភេទ wireless នឹងអូខេអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នា